ថ្ងៃនេះរាល់ឆ្នាំយើងជួបជុំហើយធ្វើបុណ្យនៅក្នុង Official Trailer ខ្ញុំបានជ្រើសរើសយកវគ្គទី2នៃបទចម្រៀងព្រោះជាផ្នែកមួយដែលនាំសមាជិកក្នុងគ្រួសារសាច់ញាតិបងប្អូនត្រឡប់មកជួបជុំគ្នាក្នុងការចងចាំតែមួយថ្ងៃនេះរាល់ឆ្នាំអូនទឹងបុណ្យជូនអ្នកម្ដាយប៉ុន្តែរូបភាពដែលបងប្អូនបានឃើញនេះមិនមែនជាឈុតឆាកសម្ដែងដែលខ្ញុំរៀបចំឡើងសម្រាប់បទចម្រៀងទេខ្ញុំជ្រើសរើសយករូបភាពនេះមកប្រើព្រោះក្មេងតូចម្នាក់ដែលគ្មានយាយហៅកើតចេញពីជីវិតពិតអនុស្សាវរីយ៍ពិតរបស់គ្រួសារយើងសម្រាប់ខ្ញុំ Trailer នេះមិនមែនគ្រាន់តែជាការណែនាំសម្រាប់បទចម្រៀងមួយប៉ុណ្ណោះទេប៉ុន្តែក៏ជាផ្នែកមួយនៃការចងចាំរបស់គ្រួសារយើងផងដែរឥឡូវនេះ Official Trailer បានចេញផ្សាយជាផ្លូវការហើយបងប្អូនអាចទស្សនាបាននៅលើ Facebook, TikTok, YouTube របស់ពិសិដ្ឋធីតាមនរក្សាមើលរួចហើយកុំភ្លេចប្រាប់ខ្ញុំផងថាតើប្រយោគឬរូបភាពមួយណាដកជាប់នៅក្នុងចិត្តបងប្អូនជាងគេ